ក្រសួងអប់រំសម្ពោធដែលប្រើប្រាស់អគារសិក្សាថ្មី5ខ្នងសម្រាប់កុមារនៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតក្នុងបរិយាកាសរីករាយពោពេញទៅដោយក្តីសង្ឃឹមអង្គការ Accent Education សហការជាមួយអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាក្រសួងអប់រំយុវជននិងកីឡាអាជ្ញាធរមូលដ្ឋានបានរៀបចំពិធីសម្ពោធដែលប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន5ខ្នងមានសរុបចំនួន21បន្ទប់នៅសាលាបឋមសិក្សាចំនួន5ក្នុងស្រុកគូលែនស្រុកចំផ្សាននិងស្រុករវៀងខេត្តព្រះវិហារយ៉ាងណាមិញអគារសិក្សាថ្មីទាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនិងពិបាកធ្វើដំណើររំពឹងថានឹងជួយគ្រប់គ្រងការសិក្សាដល់កុមារជាង500នាក់ក្នុងមួយឆ្នាំរួមទាំងកុមារដែលរងផលប៉ះពាល់ដោយសារចំនួនព្រំដែនថ្មីៗនេះដោយផ្ដល់កន្លែងសិក្សាដែលមានសុវត្ថិភាពនិងលក្ខណៈសមរម្យសម្រាប់ការលូតលាស់និងសិក្សាពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចាហងជួននរនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអភិបាលខេត្តប្រធានអប់រំខេត្តដៃគូអភិវឌ្ឍថ្នាក់ដឹកនាំជាតិនិងមូលដ្ឋានលោកគ្រូអ្នកគ្រូមាតាបិតានិងសិស្សានុសិស្សដែលមកជួបជុំដើម្បីអបអរសាទរសមិទ្ធផលដ៏មានន័យសម្រាប់សហគមន៍អគារសិក្សាទាំងនេះត្រូវបានបំពាក់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនិងបង្គន់អនាម័យដើម្បីធានាបាននូវបរិយាកាសសិក្សាដែលមានសុវត្ថិភាពស្អាតនិងមានចរន្តអគ្គិសនីប្រើប្រាស់គម្រោងនេះក៏រំពឹងថានឹងជួយបង្កើនអត្រាចុះឈ្មោះចូលរៀនកាត់បន្ថយអត្រាបោះបង់ចោលការសិក្សានិងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅតំបន់ជួបការលំបាកលោកវ៉ាន់សំភ័រនាយកប្រចាំប្រទេសអង្គការ Accent Education បានមានប្រសាសន៍ថាសាលារៀនទាំងនេះគឺជាភស្តុតាងនៃកិច្ចសហការរវាងអង្គការ Accent Education អង្គការទស្សនពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជានិងរដ្ឋាភិបាលកម្ពុជាភាពជាដៃគូនេះបង្ហាញពីរបៀបដែលយើងអាចឆ្លើយតបដោយប្រសិទ្ធភាពចំពោះតម្រូវការរបស់កុមារក្នុងបរិបទដែលមានបញ្ហាប្រឈមតាមរយៈការសាងសង់សាលារៀននៅតំបន់ដាច់ស្រយាលយើងកំពុងជួយធានាឲ្យមានការបន្តការសិក្សានិងលើកកម្ពស់ការអប់រំប្រកបដោយបរិយាកាសសម្រាប់ទាំងអស់គ្នាលោកចេនណេអ៊ីម៉ានូអែលហ្គេនទីននាយកប្រចាំប្រទេសអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានបញ្ជាក់ថាអគារសិក្សាទាំងនេះដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនិងពិបាកទៅដល់គឺជាខ្សែជីវិតសម្រាប់កុមាររួមគ្នាជាមួយនឹងដៃគូរបស់យើងដែលយើងធានាបានកុមារគ្រប់រូបមានកន្លែងសុវត្ថិភាពក្នុងការសិក្សារៀនសូត្រការស្ដារឡើងវិញនិងការកសាងអនាគតកាន់តែប្រសើរនេះមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេប៉ុន្តែនៅក្នុងក្តីសង្ឃឹមភាពធន់និងការផ្លាស់ប្រែជីវិតឯកឧត្តមកឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានលើកឡើងពីសារៈសំខាន់នៃកិច្ចអន្តរាគមន៍ដល់សហគមន៍ដែលរងផលប៉ះពាល់សម្រាប់កុមារនិងគ្រួសារនៅតំបន់ដាច់ស្រយាលនិងរងផលប៉ះពាល់ដោយសារចំនួនព្រំដែនលទ្ធភាពទទួលបានការអប់រំមានសារៈសំខាន់សម្រាប់ការស្ដារឡើងវិញនិងការអភិវឌ្ឍរយៈពេលវែងយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការដ៏រឹងមាំរវាងក្រសួងអប់រំនិងដៃគូអភិវឌ្ឍរបស់យើងក្នុងការធ្វើឲ្យសាលារៀនថ្មីទាំងនេះក្លាយជាការពិតសម្រាប់សហគមន៍របស់យើងគម្រោងនេះជាផ្នែកមួយនៃគម្រោងដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជាដែលគាំទ្រដោយមូលនិធិ Education Above Foundation តាមរយៈគម្រោងនេះកុមារជាង 130,000 នាក់នៅទូទាំងប្រទេសបានទទួលឱកាសសិក្សានិងសាលារៀនជាង 1,700 ត្រូវបានគាំទ្រដើម្បីលើកកម្ពស់គុណភាពអប់រំលើសពីនេះគម្រោងក៏បានផ្ដល់សម្ភារៈសិក្សាអាហារូបករណ៍ការគាំទ្រជីវភាពគ្រួសារនិងការបណ្ដុះបណ្ដាលគ្រូបង្រៀនព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគាំទ្រការអប់រំអង្គការ Accent Education និងដៃគូបន្តអំពាវនាវឲ្យសហគមន៍និងអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សានិងប្រើប្រាស់សាលារៀនទាំងនេះឲ្យបានប្រសើរដើម្បីធានាថាកុមារគ្រប់រូបមានឱកាសសិក្សាប្រកបដោយគុណភាពសមធម៌និងបរិយាបន្នទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត